ជីវិតគឺប្រៀបដូចជាបន្ទប់មួយបន្ទប់ដែលអ្នករស់នៅរាល់ថ្ងៃបន្ទប់ដែលផ្ទុកទៅដោយគំនិតអារម្មណ៍ទម្លាប់ក៏ដូចជាអត្តសញ្ញាណផ្ទាល់ខ្លួនជារបស់អ្នកមនុស្សភាគច្រើនមិនយល់ថាបន្ទប់ជីវិតនេះត្រូវតែគ្រប់គ្រងដូចគ្នាទៅនឹងបន្ទប់ពិតៗទេពួកគេបើកទ្វារឲ្យមនុស្សគ្រប់គ្នាចូលមកដោយគ្មានការជ្រើសរើសហើយចុងក្រោយបន្ទប់នោះក៏ក្លាយទៅជាកន្លែងដែលរញ៉េរញ៉ៃពំពេញទៅដោយសម្រាមកាកសំណល់ដែលពុំមែនជារបស់ខ្លួនបន្ទប់ស្អាតពុំមែនការឡើងដោយកែដន្ទេវាត្រូវការរៀបចំការសម្អាតក៏ដូចជាការរក្សាទុកអ្វីដែលមានតម្លៃដូចគ្នាដែរជីវិតដែលមានគុណភាពពុំមែនការឡើងដោយសំណាងទេក៏ប៉ុន្តែកើតឡើងពីការជ្រើសរើសយ៉ាងបបចាប់ថាអ្វីណាដែលគួរអនុញ្ញាតចូលនិងអ្វីណាដែលត្រូវបដិសេធបើអ្នកមិនដាក់ច្បាប់បំរាមសម្រាប់បន្ទប់របស់អ្នកទេនរណាក៏អាចចូលមកបានមនុស្សខ្លះនាំមកនូវថាមពលវិជ្ជមានគំនិតល្អនិងការលើកទឹកចិត្តប៉ុន្តែមនុស្សខ្លះវិញបែរជានាំមកនូវការរិះគន់អារម្មណ៍អវិជ្ជមាននិងភាពអស់កម្លាំងចិត្តបើអ្នកមិនប្រុងប្រយ័ត្នបន្ទប់ដែលគួរតែជាកន្លែងដែលស្ងប់ស្ងាត់ក៏នឹងក្លាយទៅជាកន្លែងដែលបង្កនូវការភ័ន្តច្រឡំនិងការអស់កម្លាំងការពិតមួយដែលមនុស្សភាគច្រើនមិនចង់ទទួលស្គាល់នោះគឺពុំមែនមនុស្សគ្រប់គ្នាសត្វតែគួរតែអនុញ្ញាតឲ្យចូលមកនៅក្នុងជីវិតរបស់អ្នកទេមិនមែនព្រោះតែអ្នកអាក្រក់ឬក៏អាត្មានិយមឡើយក៏ប៉ុន្តែព្រោះអ្នកមានកាតព្វកិច្ចនៅក្នុងការការពារនៅសុខភាពផ្លូវចិត្តក៏ដូចជាអនាគតរបស់អ្នកបន្ទប់ដែលមានតម្លៃគឺត្រូវការការពារពុំមែនបើកទលាយដោយគ្មានការគ្រប់គ្រងឡើយសាកគិតទៅមើលប្រសិនបើបន្ទប់របស់អ្នកស្អាតស្រស់ស្អាតមានរបៀបរៀបរយតើអ្នកនឹងអនុញ្ញាតឲ្យមនុស្សណាម្នាក់ចូលមកបំផ្លាញវាដែរទេច្បាស់ណាស់គឺអត់ទេហើយក៏មិនអាចទេតែជីវិតពិតវិញមនុស្សជាច្រើនកំពុងតែអនុញ្ញាតឲ្យអ្នកដទៃចូលមកបំផ្លាញសន្តិភាពនៅក្នុងផ្លូវចិត្តរបស់ពួកគេដោយគ្រាន់តែពួកគេខ្លាចនិងបដិសេធការដាក់ព្រំដែនវាពុំមែនជារឿងអាក្រក់ពេកទេវាគឺជាជំនាញមួយវាគឺជាសញ្ញានៃការយល់ដឹងអំពីតម្លៃរបស់ខ្លួនអ្នកមនុស្សដែលមិនដាក់ព្រំដែនជាធម្មតានឹងមានជីវិតរញ៉េរញ៉ៃព្រោះពួកគេមិនដឹងថាត្រូវទប់ស្កាត់អ្វីនិងទទួលអ្វីបន្ទាប់ពីជីវិតរបស់អ្នកគួរតែមានភាពច្របូកច្របល់ពុំមែនគ្រាន់តែជាការបាត់ទ្វារចំហឡើយច្រកចូលនោះគឺជាការជ្រើសរើសមនុស្សដែលចូលមកត្រូវតែបន្ថែមពុំមែនយកតម្លៃនោះចេញពួកគេគួរតែគោរពកន្លែងរបស់អ្នកគោរពពេលវេលារបស់អ្នកនិងគោរពគោលដៅរបស់អ្នកកុំច្រឡំថាការបើកទលាយចំពោះមនុស្សគ្រប់គ្នាគឺជាប្រការដែលល្អការបើកទលាយដែលគ្មានការត្រួតពិនិត្យគឺជាការអន់ខ្សោយវាធ្វើឲ្យអ្នកងាយរងនូវអត្តពលនិងបាត់បង់អត្តសញ្ញាណដែលជារបស់ខ្លួនតែគឺជាការបើកទលាយដោយគ្មានលក្ខខណ្ឌគឺជាការឆ្លាតវៃវាអនុញ្ញាតឲ្យអ្នករក្សាទុកអ្វីដែលល្អនិងបដិសេធអ្វីដែលបំផ្លាញអ្នកមានពេលខ្លះអ្នកត្រូវតែសម្អាតបន្ទប់មានន័យថាអ្នកត្រូវតែដកមនុស្សខ្លះចេញពីជីវិតអ្នកវាមិនងាយឡើយព្រោះថាវាអាចប៉ះពាល់ទៅនឹងមិត្តភាពមនុស្សដែលអ្នកស្គាល់ជាយូរអង្វែងហើយក៏ប៉ុន្តែការស្គាល់យូរគឺពុំមែនមានន័យថាពួកគេសមស្របសម្រាប់អនាគតរបស់អ្នកឡើយសួរខ្លួនឯងទៅមើលមនុស្សនេះបន្ថែមអ្វីនៅក្នុងជីវិតខ្ញុំប្រសិនបើចម្លើយបន្ថែមនូវភាពតានតឹងអារម្មណ៍អវិជ្ជមានឬក៏ការខកចិត្តជាប្រចាំនោះប្រហែលជាពេលវេលាដល់ហើយដែលយើងត្រូវតែសម្អាតវាឲ្យស្អាតបន្ទប់ដែលល្អមិនដែលរក្សាបានប្រសិនបើអ្នកមិនដកសម្រាមចេញក៏ប៉ុន្តែមិនត្រឹមតែអ្នកដទៃទេដែលអាចធ្វើបន្ទប់របស់អ្នករញ៉េរញ៉ៃគំនិតរបស់អ្នកក៏អាចជាសម្រាមដែរគំនិតអវិជ្ជមានគឺជាការបញ្ជាពេលក៏ដូចជាសម្រាមដែលកំពុងតែកក់កុញនៅក្នុងបន្ទប់ប្រសិនបើអ្នកមិនសម្អាតវាក៏នឹងធ្វើឲ្យបន្ទប់របស់អ្នកងឹតនិងមិនមានកន្លែងសម្រាប់អ្វីដែលថ្មីឡើយដូច្នេះហើយការរក្សាបន្ទប់ឲ្យល្អស្អាតពុំមែនត្រឹមតែជាការជ្រើសរើសមនុស្សទេក៏ប៉ុន្តែគឺជាការជ្រើសរើសគំនិតផងដែរអ្វីដែលអ្នកអានអ្វីដែលអ្នកស្ដាប់និងអ្វីដែលអ្នកគិតរាល់ថ្ងៃ
គឺជាអ្វីដែលកំពុងតែមាននៅក្នុងពេញបន្ទប់ជីវិតរបស់អ្នកបន្ទប់ដែលមានគុណភាពគឺបន្ទប់ដែលមានសន្តិភាពមានគោលដៅនិងមានធម៌ពលវិជ្ជមានវាពុំចាំបាច់ធំទលាឡើយក៏ប៉ុន្តែវាត្រូវការអត្តន័យមនុស្សដែលចូលមកនៅក្នុងបន្ទប់នេះក៏នឹងមានអារម្មណ៍ថាស្រួលទទួលការគោរពពុំមែនមានអារម្មណ៍ខាត់ទោមនោះឬក៏ចង់បំផ្លិចបំផ្លាញឡើយសូមចាំតែចុះថាអ្នកគឺជាម្ចាស់បន្ទប់នេះអ្នកមានសិទ្ធិពេញលេញនៅក្នុងការសម្រេចថានរណាចូលមកនិងនរណាមិនអាចចូលមកបានកុំឲ្យសង្គមឬក៏ការភ័យខ្លាចបង្ខំឲ្យអ្នកបើកទ្វារបើមិនចង់បានបើអ្នកចង់បានជីវិតដែលស្ងប់ស្ងាត់មានគុណភាពនិងមានទិសដៅចាប់ផ្ដើមពីការរក្សាបន្ទប់ឲ្យល្អឲ្យច្បាស់ដាក់ព្រំដែននិងជ្រើសរើសដោយម៉ត់ចត់ក្បត់អីថានៅពេលដែលបន្ទប់របស់អ្នកស្អាតនិងមានរបៀបរៀបរយអ្នកក៏នឹងគិតបានច្បាស់អារម្មណ៍ស្ងប់និងជីវិតប្រកបដោយតុល្យភាពនិងមានទិសដៅហើយពេលនោះអ្នកក៏នឹងយល់ថាមិនមែនមនុស្សគ្រប់គ្នាចូលមកទេតែមនុស្សដែលសមស្របប៉ុណ្ណោះដែលគួរតែមានកន្លែងនៅក្នុងបន្ទប់នៃជីវិតរបស់អ្នកការរៀនរស់នៅក្នុងជីវិតដែលស័ក្តិសមបំផុតសម្រាប់ខ្លួនឯងវាពុំមែនជារឿងដែលកើតឡើងដោយចៃដន្យទេក៏ប៉ុន្តែគឺជាលទ្ធផលនៃការធ្វើវាប្រកបទៅដោយការយកចិត្តទុកដាក់និងការសម្រេចចិត្តដែលប្រកបទៅដោយចេតនាជីវិតមនុស្សម្នាក់ៗគឺមានផ្លូវមិនដូចគ្នាទេមានគោលដៅក៏ខុសគ្នានិងមានតម្លៃក៏ខុសគ្នាម្ល៉េះហើយការរស់ឲ្យសមស្របពុំមែនជាការតាមដានជីវិតរបស់អ្នកទេឬក៏ព្យាយាមខ្លាយទៅជាមនុស្សដូចគេដូចឯងឡើយក៏ប៉ុន្តែគឺជាការស្វែងរកថាអ្វីទៅដែលស័ក្តិសមទៅនឹងជីវិតខ្ញុំហើយកសាងឡើងដោយដៃខ្លួនឯងជំហានបឋមគឺការយល់ដឹងអំពីខ្លួនឯងអ្នកត្រូវតែបើកចិត្តនៅក្នុងការជជែកជាមួយខ្លួនឯងដោយស្មោះត្រង់និងសួរពីសំឡេងខាងក្នុងតើអ្វីដែលធ្វើអ្នកមានអារម្មណ៍ថាពេញចិត្តអ្វីដែលធ្វើអ្នកមានអារម្មណ៍ថាចូលចិត្តបើទោះបីជាគ្មានណាផ្ដល់រង្វាន់ក៏ដោយនិងតើអ្វីដែលអ្នកជឿថាមានតម្លៃសម្រាប់ជីវិតការសួរខ្លួនឯងចប់ជាប្រចាំវាក៏នឹងជួយអ្នកច្បាស់លាស់ទៅលើទិសដៅជីវិតហើយសម្រេចបានដោយការបាត់បង់ពេលវេលាទៅលើអ្វីដែលមិនសមស្របនៅក្នុងជីវិតបុគ្គលភាគច្រើនរស់នៅក្នុងជីវិតដែលពុំមែនជារបស់ខ្លួនព្រោះពួកគេមិនដែលឈប់សួរខ្លួនឯងឡើយបន្ទាប់មកគឺការទទួលខុសត្រូវទៅលើចម្រើនរបស់ខ្លួនជីវិតដែលស័ក្តិសមមិនបានមកពីការរងចាំឱកាសទេក៏ប៉ុន្តែបានមកពីការបង្កើតឱកាសរាល់សកម្មភាពតូចៗដែលអ្នកធ្វើរាល់ថ្ងៃគឺកំពុងតែសាងសង់អនាគតរបស់អ្នកយ៉ាងស្ងៀមស្ងាត់បើសិនបើអ្នកជ្រើសរើសអ្វីដែលសមទៅនឹងគោលដៅរបស់អ្នកជីវិតរបស់អ្នកក៏នឹងផ្លាស់ប្ដូរតែបើអ្នកបន្តពន្យាពេលឬក៏អនុញ្ញាតឲ្យអារម្មណ៍គ្រប់គ្រងអ្នកក៏នឹងបាត់បង់ទិសដៅទំនួលខុសត្រូវវាមានន័យថាអ្នកមិនបន្តស្ថានភាពឬក៏មនុស្សផ្សេងទេក៏ប៉ុន្តែអ្នកសម្រេចថាខ្ញុំជាអ្នកបង្កើតជីវិតរបស់ខ្ញុំជីវិតដ៏ស័ក្តិសមក៏វាទាមទារនូវការបដិញ្ញាចិត្តនៅក្នុងការកែលម្អខ្លួនឯងជាបន្តបន្ទាប់ដែរមិនថាចាំបាច់ធ្វើអ្វីដែលធំដុំទេក៏ប៉ុន្តែគឺជាការកែលម្អតិចតួចរាល់ថ្ងៃគឺអាចនាំឲ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងរយៈពេលវែងការអានសៀវភៅការសិក្សាជំនាញថ្មីការថែរក្សាសុខភាពក៏ដូចជាការអភិវឌ្ឍចិត្តគំនិតគឺជាវិធីសាស្ត្រដ៏សំខាន់នៅក្នុងការបង្កើនគុណភាពជីវិតអ្នកមិនត្រូវការរងចាំពេលវេលាដ៏ល្អឥតខ្ចោះឡើយការចាប់ផ្ដើមថ្ងៃល្អគឺវាល្អបំផុតរួចទៅហើយទន្ទឹមនឹងនេះការគ្រប់គ្រងអារម្មណ៍និងគំនិតក៏វាមានសារៈសំខាន់យ៉ាងខ្លាំងជីវិតគឺមិនអាចជៀសវាងរវាងការលំបាកឡើយក៏ប៉ុន្តែវិធីដែលអ្នកឆ្លើយតបក៏នឹងកំណត់អំពីគុណភាពជីវិតរបស់អ្នកប្រសិនបើអ្នកអាចបំលែងគំនិតអវិជ្ជមានទៅជាកម្លាំងជំរុញអ្នកក៏នឹងមើលឃើញឱកាសនៅកន្លែងដែលអ្នកផ្សេងទៀតមើលឃើញតែពីឧបសគ្គការអនុវត្តស្មារតីវិជ្ជមានពុំមែនជាការលាក់បញ្ហាទេក៏ប៉ុន្តែគឺជាការមើលវាដោយទស្សនៈដែលអាចជួយឲ្យអ្នករីកចម្រើននិងប្រសើរជាងមុនជីវិតដ៏ស័ក្តិសមពុំមែនជាការបោះវែងផ្ដាច់ទ្រព្យធនឬក៏ការសរសើរពីសំណាក់ជនដទៃក៏ទេដែរ
ก็เป็นแต่คือจิกาว่าดอยอารามปีขังขนงทาเนี่ยกำปงรู้ในตามตำไหลนังเกิดได้เราบอกโลดได้เตเนเป็นเนี่ยซอกจัดจิมโมเนลไว้เนี่ยกำปงแต่เธอเมนการที่จำรานจีบันตอบันตอมนังมินได้ในขนมกีบันเนี่ยก็นังทาเนี่ยกำปงในขนมกีบันได้ซ้อมแต่นังตำไหลโลดได้ดับเป็นประกอบโดยใช้หายการเรียนรู้ในขนมจีบันสะสมคือจีดำนาการได้เบียดกาเปเบลีการยอดดังกระโดดกีสกรรมเพียบจีบันตอบันตอมเบียบเมนจีโกการได้อาชินตดอนในขนมจะเปตรัมแต่มวยทั้งไงเตก็เป็นแต่คือจีดำนาการได้เยี่ยมไตรแต่เธอรอทั้งไงให้รอจำเห็นโต้เดนเนเธอในทั้งไงนี้คือจีการบังคับชีวิตในล้อประสาจำรับทั้งไงสไอโจเรียนตุเข้าไตรไอบานกปัวจำปุกหลุดเองไอบานประสาจิมบกอดเตยได้เก๋รุมตึงตกปีเยิงเพียบตึงสาวเบียประเมินชีสัญญาได้ท่าเนี่ยมันอาจจุกใจไล่ก็เป็นใต้วิกิจการประมินท่าเนี่ยไตรแต่กายละมอคลื่นไออบานประสาจิมุนเมื่อจิจารานบานบัดบังเป็นลื่นในอนาคตระบคลื่นบันติบันดองบันติบันดองประเมินได้ซาแต่ขมินาแกก็เป็นใต้ได้ซาแต่พวกเกย์เจแต่อนุญาตไอการเพ่คลาดเพียบตึงสาวก็โดยจีอารามในเพียบจะระบบจะระบอกรุบโกรโกกลอกเกบานเนื้อเป็นเนี่ยคล้ายกาจีเวียงเนื้อเป็นเนี่ยมีรำถาสังใสเนี่ยก็บัดบ้องในการผดาวให้เนื้อเป็นน่าเนี่ยออกกำลังเนี่ยก็น้องบักบังแต่อันนี้คือจีบัดได้บ่มเพะสักดานุประบบเนี่ยอย่างเสียมงามการปิดนู้คืออนาคตปุ่มตระบานกำหนดตะไบเอาไว้เนี่ยเธอเนี่ยไงดีเตก็เป็นแต่คือกำหนดตะไบเอาไว้เนี่ยเธอจะบุกลุยไหนรอทั้งไงเพียบตึงสาวเวียเมียนตัวจีอย่างนั้นเนี่ยก็ปุ่มกล้วยเวียเธอจะแม่ในขนมกาครบครองจีบัดระบอกเนี่ยนุก็เตะได้จำนู้บ่งวิ่งเนี่ยเปล่าเรียนสกอเวียตัวสกอเวียให้บำลายเบี้ยเตจิกำลังเนื้อเป็นเนี่ยดังท่าจนักหน้าจีจนักสาวนุก็คีจำนวนเดมินตำไลสำหรับจุดจูปะเปิลกายลำอเบี้ยดิจำรานมนุษย์ได้รังบ้องประมาณที่มนุษย์ได้ขมิ้นพิกสาวเตก็เป็นแต่คือที่มนุษย์ได้มันเจ๊แต่อาณาจักรพิบต้นสายมาปาตันกันจุดจูจีบัตรบอกเกได้มันบันที่ลงกัดการเบอร์ไลน์โดยเฉพาะให้อำนาจจับตั้งแต่ประเพณีเต๋อก็ไม่อารมณ์บรรดาและเนี่ยบัดบังตื่นได้เนื้อเป็นน่าได้มีการลำบากหรือกระจุกนังปราเจก็เมื่อเวียท่าจีเรื่องจงคราวปันแต่ส่วนเมื่อเวียท่าจีพนัยมวยในดำนากาบุคคลจกใจคือจะบุคคลได้อาคราวโชว์หลังเว้งบรรทปีดูลบรรท้าดูจรันดองปันหน้าประสันบันเนี่ยอาจควบคุมจัดโครนไอ้บ้านในอาจควบคุมตื่นได้ชีวิตระบบโครนไอ้บ้านโดยเขณียโดยเฉพาะให้ไตรจำแท้อนาคตคือมันได้รงจำเนี่ยเต้เวียกำปงแต่ไตรบานสร้างสร้างแต่ดอยสัตว์เข้ามาเพียบตัวระบาดเนี่ยรอทั้งไงแต่สมัยเนี่ยบรรโตไอเพียบก้มสายดังนำชีวิตเนี่ยก็น้องบัดบังเอาไว้ได้เนี่ยอาจคลายติเกียบ้านปันแต่บันเนี่ยจะได้โดยโชว์โดยมุดหม่อมเพื่อการเหลือครูนายจีบรรโตนู้เนี่ยก็ดังอาจบังคับอนาคตได้รางวัลได้ปกปิดตรายอากาศปกเป็นตรายเพียบหล่อประสาลันใบจอมันได้เพียบตึงสายระบาดเยินเพียจรานก็เบียดคาดลายตะปีพลายจันเพียบตึงสายคือวิมินเป็นพบเจ้งประเดียงกายคือเยิงมันเสือเคยไล่เมียนกาปัดได้มันกูไอคิวให้ก็วิมินสระสำคัญนุคือการทัวร์กิจการได้พระแต่ผูกบ้าคือมันอาจทัวร์เนี่ยหน่วยหับเต้เนี่ยเป็นเชียร์สามมือจำนวนเก็บชี้เยี่ยมทัวร์ปีศาจดำไปโรคการปัญหาคุกบามนุษย์การสู่ทรัมแต่งก้าเงียบานดอยอย่างนานุปีอสมาตเพียบในขนมการระบาดก้าเงียหรือก็ในใหญ่ท้ามันจะจอกเศร้าเองเนี่ยเป็นเชียร์สาแต่งนูปัจจุบันอาเมนเต้นเป็นเกจิกขายรถเครื่องทาเนื้อเป็นเรียงการจอกซอยครั้งในสาแต่การทัวร์กาปันใจคู่ขบาคือวิมินดำนากาตมุกจินนิกเมียนจำบักนาแต่บางหางท้าวิมินเพียบทอมทอยไลประสันบันเดซาลบองจูกรรมกรได้กำปุ่งแต่ทัวร์กาหรือก็คอยไปเด็กบานชิลงขัดกางนี้ดัดคนเป็นมือถึงไงโจมตุลปินันเนี่ยก็นรกเคยทาเชียมนุคือสมบูรณ์จิตโปในเพิกสาวแต่บันเดจูเทียมเจงปีโคขบาระบอัลเบิร์ตไอน์สไตน์ตรัมแต่มือดำหน้าโยมมาปินันเนี่ยก็นเคยทา
ឈាមនោះគ្មានជាតិពុលនៃភាពខ្សោយបន្តិចសោះឡើយទោះបីជាគេធ្វើការពេញមួយថ្ងៃក៏ដោយខួរក្បាលរបស់គាត់អាចបន្តការងារតែមុខយ៉ាងរលូនត្បិតអីពីការធ្វើការបាន8ម៉ោង12ម៉ោងបានយ៉ាងប្រសើរដូច្នេះចាប់ផ្ដើមការងារទៅចំណុចនេះហើយដែលធ្វើយើងអាចសិក្សានិងអាចស្វែងយល់ថាខួរក្បាលយើងគឺមិនចេះហត់នឿយពុំចេះចុះខ្សោយឡើយកាន់តែវឹកហាត់វាកាន់តែរឹងមាំវាកាន់តែមុតស្រួយនៅក្នុងកិច្ចការស្រាវជ្រាវនេះគេនិយាយថាយើងច្រើនតែនឿយហត់ដោយសារតែកត្តាអារម្មណ៍ផ្លាស់ប្ដូរវាជាមូលហេតុដែលធ្វើឲ្យប្រសាទសាស្ត្រនៅក្នុងរាងកាយរបស់យើងវាមានភាពតានតឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានសរសេរនៅក្នុងខិត្តប័ណ្ណអំពីភាពទន់ខ្សោយរហូតដល់ថ្នាក់អស់កម្លាំងពីខ្លួនដោយបង្ហាញថាការធ្វើការធ្ងន់វាពិបាកនឹងធ្វើឲ្យរាងកាយចុះខ្សោយឬក៏អស់សង្ឃឹមដល់ថ្នាក់ឈប់សម្រាកហើយមិនបានធូរទៀតទេតែការទប់បុកម្នេញកន្ទុកកន្ទែងគឺវាបណ្ដាលមកពីប្រព័ន្ធប្រសាទសាស្ត្រដំណើរការមិនល្អហើយអារម្មណ៍ផ្សេងក៏មិនបានសម្រេចដោយប្រាថ្នាទើបគេចាត់ទុកថាប្រការទាំងអស់នេះហើយដែលធ្វើយើងទន់ខ្សោយនៅក្នុងខ្លួននោះដូច្នេះហើយចូលអ្នកត្រូវពិនិត្យមើលខ្លួនឯងចូលចាប់ផ្ដើមពីពេលអ្នកកំពុងតែស្ដាប់តែអ្នកកំពុងតែស្ដាប់ YouTube Channel ពេជ្រមូនិកាដោយទឹកមុខប្រញើតើអ្នកមានអារម្មណ៍ហាក់ដូចជាស្របាំងហាក់ដូចជារយភ្នែកហាក់ដូចជាស្ទន់ភ្នែកឬតើអ្នកអង្គុយលើកៅអីសម្រួលអារម្មណ៍បានល្អឬក៏យ៉ាងណាតើអ្នកអង្គុយត្រង់ខ្នងឬក៏កំពុងតែអង្គុយផ្អែកនៅក្នុងបរិយាកាសនេះសាច់ដុំនិងប្រព័ន្ធប្រសាទរបស់អ្នកកំពុងតែមានសម្ពាធពំនុសតេលុះត្រាតែអ្នកបណ្ដោយឲ្យរាងកាយស្ថិតនៅក្នុងអេរីយ៉ាប័តស្រួលដូចជាកតុកតាចាស់ដែលកតុកចោលនៅក្នុងទូដើម្បីសម្រាលពីការប្រអខួរក្បាលនិងកម្លាំងពលកម្មឲ្យអស់ព្រោះការដែលអ្នកមិនបានសម្រាកវាគឺជាមូលហេតុដែលធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នកតានតឹងនិងពឹងខ្សោយកើតឡើងដូច្នេះយើងសាកសួរទៅមើលមូលហេតុអ្វីបានជាយើងបណ្ដោយយើងធំធាត់កើតឡើងដែលគ្មានចាំបាច់នៅពេលដែលយើងកំពុងតែប្រើខួរក្បាលគ្រូពេទ្យដែលមានឈ្មោះថាដានីយ៉ែល យ៉ូសេលីនបាននិយាយថាឧបសគ្គដ៏ចម្បងគឺវាកើតចេញពីការជឿទុកចិត្តជាទូទៅថាការធ្វើការងារត្រូវប្រើកម្លាំងចិត្តឲ្យច្រើនដើម្បីមានភាពឧស្សាហ៍ព្យាយាមពុំដូចទេការងារនឹងមិនសម្រេចជោគជ័យឡើយតាមរយៈការជឿទៅលើគោលការណ៍នេះវាធ្វើយើងសម្រួលអារម្មណ៍ដើម្បីចោះអនុវត្តការងារហើយត្រូវធ្វើទៅមុខស្របស្រពន់ពីដើមទ្រូងនិងព្យាយាមបញ្ចេញសាច់ដុំដើម្បីឲ្យយើងព្យាយាមបើទោះបីជាការពិតទាំងអស់នោះគឺពុំបានជួយឲ្យខួរក្បាលរបស់យើងអនុវត្តការងារដែលល្អក៏ដោយចុះវាគឺជារឿងចម្លែកចំពោះមនុស្សរាប់ពាន់លាននាក់គឺបានចំណាយលុយយ៉ាងច្រើនដែលគ្មានប្រយោជន៍ហើយបំផ្លាញធម៌ពលរបស់ខ្លួនអស់រលីងដែលគ្មានប្រយោជន៍អ្វីពីការពិតស្រាឲ្យមានភាពជោគជ័យជាដើមដូច្នេះហើយដើម្បីឲ្យខួរក្បាលដំណើរការបានល្អហើយការពារកុំឲ្យប្រព័ន្ធប្រសាទមានអាការៈចុះទន់ខ្សោយការសម្រាកចាត់ទុកថាជាចម្លើយដ៏ល្អបំផុតអ្នកត្រូវតែរកមធ្យោបាយសម្រាកនៅក្នុងពេលបំពេញតួនាទីរបស់អ្នកតែអ្នកគិតថាវាស្រួលឬវាមិនស្រួលឡើយវាគឺជាការប្រកាសសំខាន់មួយដែលអ្នកត្រូវតែផ្លាស់ប្ដូរចរិតលក្ខណៈរបស់អ្នកឲ្យបានដូចជាការផ្លាស់ប្ដូរពីខ្នងដៃទៅបាតដៃវិញប្រសិនបើអ្នកធ្វើបាននោះអ្នកក៏នឹងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងតែម្ដងសាស្ត្រាចារ្យ William James បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថាកត្តានៃការសម្រាកជនជាតិអាមេរិកាំងដែលនិយាយលើក្នុងលក្ខណៈ Twin Top និយាយទាំង Hereditary Top ដកដង្ហើមស្ទើរតែមិនតាន់ដោយបង្ហាញអារម្មណ៍ឆេះឆាយនិងទុក្ខវេទនាចេញមកប្រការទាំងអស់នេះគឺសុទ្ធតែជាចរិតលក្ខណៈមិនល្អបើមិនតិចក៏វាមានច្រើនដែរគឺវាកើតចេញពីកត្តា Twin Top ដែលគេមិនអាចគ្រប់គ្រងអារម្មណ៍ឲ្យល្អប្រសើរការធុញថប់វាគឺជាចរិតរបស់មនុស្សដែលវាដូចគ្នាទៅនឹងការសម្រាកចរិតលក្ខណៈមិនល្អយើងអាចបំភ្លេចចោលបានដូចគ្នាទៅនឹងចរិតលក្ខណៈល្អដែលអាចធ្វើយើងរីកចម្រើនឡើងរាល់ថ្ងៃដំបូងមានសាមញ្ញ5ប្រការដែលជួយឲ្យអ្នកអាចថែរក្សាសុខភាពរាងកាយនិងផ្លូវចិត្តឲ្យមានល្អមានន័យថារៀបចំប្រព័ន្ធនៃការសម្រាកឲ្យបានល្អសម្រាប់ខ្លួនឯងចូលអានសៀវភៅវិធីសាស្ត្រសម្រួលប្រព័ន្ធប្រសាទដោយសារអារម្មណ៍តានតឹង
បណ្ឌិត David Pinch ដែលគេទទួលស្គាល់ថាជាសៀវភៅល្អនៅក្នុងការសម្រាកចូលសម្រាកនៅក្នុងពេលទំនេរបន្ទុកណាមានពេលតិចតួចក៏ដោយដើម្បីឲ្យរាងកាយរបស់អ្នកវាស្ថិតនៅក្នុងអរិយាបថណាមួយដែលងាយស្រួលហើយនឹងស្ងៀមស្ងាត់ដូចជាសភាពប្រក្រតីតើតបការងាររបស់អ្នកមានស្រោមជាងពណ៌ត្នោតឬក៏ស៊ីចម្រុះពណ៌ដើម្បីឲ្យយើងមានអារម្មណ៍ថាយើងមិនមានភាពសោកសៅមានភាពស្រស់ស្រាយនោះវាប្រៀបដូចជាការដែលយើងមានអារម្មណ៍ថាតានតឹងផ្នែកចិត្តសាស្ត្រគេថាបើយើងមានអារម្មណ៍មិនល្អយើងអាចទៅមើលផ្កាយើងអាចដើរសម្រាកបន្តិចអ្នកធ្លាប់ឃើញអេរិយាបថនៅក្នុងសេតវិមានរបស់ប្រធានាធិបតី Barack Obama ដែរទេនៅពេលគាត់អង្គុយនៅក្នុងការិយាល័យធ្វើការ Oval Office ក្នុងពេលដ៏យូរគាត់នឹងបបួលអនុប្រធានាធិបតីលោក Joe Biden រាប់10នាទីហើយចាំមកធ្វើការវិញទាំងអស់នេះគឺជាកិច្ចការមួយដែលជួយសម្រួលប្រព័ន្ធប្រសាទបន្តមកចូលធ្វើការឲ្យបានច្រើនដែលអារម្មណ៍សប្បាយរីករាយហើយចូលចាំថាភាពតានតឹងនៃប្រព័ន្ធសរសៃប្រសាទរបស់រាងកាយគឺធ្វើឲ្យមានអាការៈឈឺខ្នងនិងស្ពឹកស្រពន់ចូលពិនិត្យជំរុញខ្លួនឯងនៅក្នុងមួយថ្ងៃ 4-5 នាទីបន្តមកសួរខ្លួនឯងថាតើខ្ញុំធ្វើការធ្ងន់ទាំងអស់នេះដែលខ្ញុំមិនធ្លាប់ធ្វើពីមុនហើយចាំសង្កេតមើលភាពបំរែបំរួលនៃអរិយាបថនៅក្នុងខ្លួនអ្នកពេលនោះអ្នកក៏នឹងឃើញការផ្លាស់ប្ដូរចាក់ជាមិនខានហើយអារម្មណ៍របស់អ្នកក៏កាន់តែស្រឡះក៏កាន់តែប្រសើរឡើងដែរតាមរយៈអរិយាបថតូចៗដែលយើងធ្វើជាប់ជាប្រចាំតាមរយៈអ្វីដែលយើងសាងសង់ឡើងហើយដូច្នេះហើយបានជាគេថាអនាគតរបស់អ្នកគឺវាកើតចេញពីអរិយាបថរបស់អ្នកវាបូករួមទាំងអ្វីដែលយើងកំពុងតែនិយាយអំបញ្ញមិញនឹងឯងវាពុំមែនជាអ្វីដែលនាំមកដល់ដោយស្វ័យប្រវត្តិក៏ប៉ុន្តែគឺជាផលបូកនៃសកម្មភាពតូចៗដែលយើងធ្វើរាល់ថ្ងៃបូករៀមទាំងរាល់ការសម្រេចចិត្តបន្ទប់ណាជារឿងតូចតាចគឺវាកំពុងតែបង្កើតទិសដៅសម្រាប់ជីវិតប៉ះសិនបើអ្នកជ្រើសរើសការបញ្ជាពេលអនាគតក៏នឹងត្រូវបញ្ជាពេលប៉ះសិនបើអ្នកជ្រើសរើសការអភិវឌ្ឍខ្លួនអនាគតក៏នៅក្នុងទម្រង់នៃភាពរីកចម្រើនបញ្ហាគឺមនុស្សភាគច្រើនបានមើលងាយសកម្មភាពតូចៗក្បត់អីគេមិនបានយល់តែសោះថាសកម្មភាពតូចគឺជាមេកដិកដ៏តឹងរ៉ឹងដែលមិនអាចគេចវេះឡើយបើយើងគេចវេះយើងក៏នឹងជួបលទ្ធផលមិនក៏ប្រសើរទេមនុស្សភាគច្រើនមើលសកម្មភាពតូចៗថាមិនសំខាន់ហេតុអីត្បិតពួកគេចង់ឃើញលទ្ធផលធំភ្លាមហើយពេលមិនឃើញពួកគេក៏នឹងចាប់ផ្ដើមសង្ស័យនិងបោះបង់តែធៀបពិតជាស្ដែងលទ្ធផលធំគឺវាកើតឡើងពីការធ្វើអ្វីដែលត្រឹមត្រូវជាបន្តនៅក្នុងរយៈពេលវែងមួយថ្ងៃมันមានការផ្លាស់ប្ដូរអ្វីច្រើនទេប៉ុន្តែ365ថ្ងៃគឺវាអាចបំលែងជីវិតរបស់អ្នកទាំងស្រុងដូច្នេះសំណួរដែលត្រូវតែសួរខ្លួនឯងមិនមែនថាតើថ្ងៃនេះខ្ញុំត្រូវធ្វើអ្វីធំដុំប៉ុន្តែសួរថាថ្ងៃនេះខ្ញុំអាចធ្វើអ្វីតូចៗដែលត្រឹមត្រូវព្រោះការធ្វើអ្វីតូចៗជាត្រឹមត្រូវជាបន្តគឺជាគន្លឹះនៃភាពរឹងមាំនិងជោគជ័យតែចុងក្រោយនេះគឺថាអនាគតពុំមែនជាអ្វីដែលអ្នករងចាំវាគឺជាអ្វីដែលអ្នកកំពុងតែបង្កើតឡើងរាល់ថ្ងៃដូចជាជីវកលៀងក៏និយាយចឹងបើអ្នកមើលរំលងកិច្ចការតូចវាអាចប៉ះពាល់ទៅដល់គម្រោងធំបានបើអ្នកមិនគ្រប់គ្រងថ្ងៃនេះអ្នកមិនអាចគ្រប់គ្រងថ្ងៃស្អែកទេដូច្នេះអំណះចាប់តាំងតែពីពេលនេះទៅដោយសកម្មភាពតូចប៉ុន្តែមានទិសដៅច្បាស់លាស់ហើយអ្នកក៏នឹងរំកើខ្លួនឯងឆ្ពោះទៅកាន់អនាគតដែលអ្នកចង់បានជាក់ជាមិនខាននោះឡើយThe